អំណាចមេបាអំណាចមេបាគឺជាសិទ្ធិនិងករណីកិច្ចរបស់ឪពុកម្ដាយចំពោះកូនរបស់ខ្លួនដែលជាអនិច្ចជនដែលមានលក្ខណៈជាសាធារណៈយោងតាមមាត្រា47នៃរដ្ឋធម្មនុញ្ញចែងថាមាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សានិងអប់រំកូនឲ្យទៅជាពលរដ្ឋល្អមានន័យថាឪពុកម្ដាយមានបន្ទុកក្នុងការចិញ្ចឹមថែរក្សានិងអប់រំចំពោះកូនអ្នកដែលមានអំណាចមេបាមានសិទ្ធិនិងករណីកិច្ចត្រូវបីបាច់រក្សារូបកាយរបស់កូនដែលជាអនិច្ចជននិងគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូននោះមាត្រា1034អ្នកមានអំណាចមេបាអ្នកមានអំណាចមេបាប្រើអំណាចមេបារួមគ្នាប្រើអំណាចមេបាតែម្ខាងបញ្ញត្តិពាក់ព័ន្ធឪពុកម្ដាយមានចំណងអាពាហ៍ពិពាហ៍ឪពុកឬម្ដាយរួមគ្នាមាត្រា1035មួយកន្ធី1ឪពុកឬម្ដាយជាអនិច្ចជនមានចំណងអាពាហ៍ពិពាហ៍ឪពុកនិងម្ដាយរួមគ្នាមាត្រា968ឪពុកឬម្ដាយបាត់ខ្លួនមានចំណងអាពាហ៍ពិពាហ៍ឪពុកនិងម្ដាយតែម្ខាងមាត្រា1035មួយកន្ធី2ឪពុកឬម្ដាយជាជននៅក្រោមអាណាព្យាបាលទូទៅបាត់បង់សត្វបាត់ខ្លួនឬមិនអាចតាក់ទងបានមានចំណងអាពាហ៍ពិពាហ៍ឪពុកឬម្ដាយតែម្ខាងមាត្រា1035មួយកន្ធី2ឪពុកម្ដាយទទួលមរណភាពអ្នកអាណាព្យាបាលសម្រាប់អនិច្ចជនតែម្ខាងមាត្រា1068អ្នកមានអំណាចមេបាតអ្នកមានអំណាចមេបាប្រើអំណាចមេបារួមគ្នាប្រើអំណាចមេបាតែម្ខាងបញ្ញត្តិពាក់ព័ន្ធឪពុកម្ដាយលែងលះក្រោយកំណើតកូនឪពុកឬម្ដាយតែម្ខាងមាត្រា1037កន្ធី1ឪពុកម្ដាយលែងលះមុនកំណើតកូនម្ដាយតែម្ខាងមាត្រា1037កន្ធី2ឪពុកឬម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍ឪពុកឬម្ដាយតែម្ខាងមាត្រា1035មួយកន្ធី2ឪពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍ឪពុកមិនទទួលស្គាល់កូនម្ដាយតែម្ខាងមាត្រា1038កន្ធី1ឪពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍ឪពុកទទួលស្គាល់កូនឪពុកនិងម្ដាយរួមគ្នាមាត្រា1038កន្ធី3អ្នកមានអំណាចមេបាតចប់អ្នកមានអំណាចមេបាប្រើអំណាចមេបារួមគ្នាប្រើអំណាចមេបាតែម្ខាងបញ្ញត្តិពាក់ព័ន្ធឪពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍បានទទួលស្គាល់កូនហើយបានអាពាហ៍ពិពាហ៍ឪពុកនិងម្ដាយរួមគ្នាមាត្រា1038កន្ធី4ឪពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍បានរៀបអាពាហ៍ពិពាហ៍តែឪពុកមិនទទួលស្គាល់ម្ដាយតែម្ខាងមាត្រា987សូមគោរពអរគុណ